មានវល់មានអីណាប៉ុន្តែខាងនោះស្អាតជាងខាងត្រយខាងនោះអូវ៉ាវសំខាន់មានវល់មានទឹកត្រជាក់เนาะហើយខាងនោះមានដែរកោះមានកោះទូចមានមកដប់ទូចល្មមយើងអាចលេងបានចឹងបើអាចយើងនឹងសាងសង់ស្ពានមួយនៅនេះហើយនៅទីនេះហ្នឹងហើយចំនួនប៉ុន្មាននឹងយើងយកសាំងស្ពានយើង10 ម៉ែត្រអូ10 ម៉ែត្រនេះ10 ម៉ែត្រណាហ្នឹងអូខេល្អមែនតើនេះតបជាប់មកដើមឈើនេះហើយបើសិនជាយើងធ្វើស្ពានរៀងធំមកហើយបងប្អូនយើងអង្គុយនៅលើនេះអាចថតរូបអីបានយេតែខាងនេះយើងចង់យើងធ្វើលក្ខណៈសាលារងយើងពីដើមសាលារងបែបជនជាតិដើមប្រទេសយើងធ្វើទូចឲ្យចាស់គាត់ធ្វើឡើងវិញដោយសារចាស់យើងគាត់នៅអាចចេះធ្វើអូខេប៉ុន្តែឥឡូវខ្ញុំឃើញថាអត់ទាន់បានរៀបចំទេណានឹងអត់ទាន់តែយើងនឹងរៀបចំថ្ងៃធ្វើ17 18អូខេនេះគ្រាន់តែជាកម្រងមកមើលទីតាំងណាហើយទាំងចាស់ទុំទាំងយុវជនគិតថាអាចនឹងសហការគ្នាល្អយើងនឹងសហការពីភូមិភូមិណាខ្លះភូមិតាំងសេមនិងបខំតាំងបខំសហការជាមួយគ្នាវ៉ាវហើយទីតាំងនេះអ្នកណាគេអ្នករកឃើញទីតាំងនេះគេដែលមកលេងដោយសារយើងអត់បានរៀបចំអីហ្នឹងអត់ទេចង់និយាយថាអ្នកណាដែលគាត់មានមតិមានគំនិតថាកន្លែងនេះអាចធ្វើជាតំបន់ទេសចរសម្រាប់ភូមិឃុំយើងកន្លែងនេះយើងមានយុវជនយើងមួយនៅតាំងបខំខ្ញុំឃើញគាត់ថតផុសចូលគ្រប់អីទៅយើងមានន័យថាខាងឃុំខាងអីគាត់ថាឲ្យក្រុមយុវជនយើងរៀបចំអញ្ចឹងពួកខ្ញុំក៏ចុះមកល្អចុះមកមើលយើងថាតែយើងចុះមកសិក្សាតែយើងនឹងគួរតែធ្វើអីនៅក្នុងតំបន់បាទអូមែនតើเนาะហើយបើសិនជាធ្វើយើងត្រូវការចំណាយអីខ្លះបើធ្វើនៅនេះយើងធ្វើស្ពានជាពិសេសបន្ទប់ទឹកកាលណាមានបន្ទប់ទឹកមានន័យថាគឺល្អប៉ុណ្ណឹងអញ្ចឹងត្រូវការចំណាយបន្ទប់ទឹកបាទហើយនឹងយើងធ្វើស្ពានតាមយើងចូលទៅកោះមួយនឹងដប់តាមឥឡូវយើងកុំតន់គិតដល់បន្ទប់ទឹកបើសិនជាយើងរៀបចំមកយើងមកសហការគ្នាឬក៏យើងរួមគ្នាដើម្បីមកសម្អាតឬក៏យើងមកសម្អាតទីធ្លានេះយើងត្រូវការចំណាយអីខ្លះក្នុងពេលដែលយើងមកជុំគ្នាគ្នាច្រើនណាយើងត្រូវការចំណាយតាក់ទងអាហារសាមគ្គីមានន័យថាយើងមកហៅយុវជនទាំងអស់ហើយមានចាស់ទុំខ្លះយើងធ្វើបាយរួមគ្នាយើងមានកោះមានដល់លើហើយបើសិនជាយើងធ្វើស្ពានមានស្ពានពីសងខាងទៅខាងអញ្ចឹងណាវ៉ាវតទៅនេះលយហ្មងបើសិនយើងធ្វើមួយខ្សែទៅមួយខ្សែទៀតដាច់ឆ្កងយើងធ្វើមួយខ្សែទៅខ្លាចហ្មងខ្លាចកោះនេះគេអត់ដែលមកលេងទេគេអត់ឃើញទេអញ្ចឹងមានន័យថាយើងរៀបចំឆ្នាំនេះគឺជាតំបន់អេកូទេសចរថ្មីមួយនៅស្រុកដូមាសដែរវ៉ាវអូខេហើយសម្បត្តិយោបល់ក្រុមយើងគិតថាខែ4ហ្នឹងនឹងរួចរាល់ដើម្បីឲ្យបងប្អូនគាត់មកឬក៏អត់តាន់ទេអាចនឹងខែ4ថ្ងៃ10ថ្ងៃ7 8អីប៉ុណ្ណឹងអាចនឹងយើងហើយស្ពានអីអាចមកលេងបានអញ្ចឹងវ៉ាវគេដល់លេងដើចាប់ពីថ្ងៃ7ថ្ងៃ10ទៅដល់ថ្ងៃ17 អញ្ចឹងខែ3នេះយើងនឹងចុះមករៀបចំអូខេល្អមែនទែនហើយខាងប្រាដឺរ៉ាមានអីចង់สนับสนุนទៅកាន់បងប្អូនទេឬក៏ត្រូវការកម្លាំងទៅការបងប្អូនយើងឧទាហរណ៍ថានៅបកកែវនៅអូយដាវគាត់ចង់ជួយសម្អាតមកជួយធ្វើហើយចង់สนับสนุนទៅកាន់ប្រកួតចង់ត្រូវការកម្លាំងប្រកួតចូលរួមដោយស្ម័គ្រចិត្តអញ្ចឹងណាប៉ុន្តែយើងមានអាហារសាមគ្គីរួមគ្នាយើងរៀលួយគ្នាតិចតួចមកហើយយើងធ្វើរួមគ្នាតំបន់យើងឧទាហរណ៍ថាថ្ងៃនេះបងប្អូនយើងនៅនេះគាត់ធ្វើកម្មវិធីបែបហ្នឹងទៅហើយបើសិនជាមានកម្មវិធីថ្ងៃក្រោយទៅខាងអូយដាវបកកែវយើងជួយគ្នាទៅវិញទៅមកណោះបាទមានสนับสนุนចង់สนับสนุนយើងឲ្យสนับสนุนទៅទៅនឹងជាពិសេសកម្រាអញ្ចឹងណាអ្នកមានកម្រាអីឲ្យប្រកួតមកប្រម៉ូទទីតាំងនៅនេះដើម្បីឲ្យអ្នកផ្សេងគាត់ឃើញហើយគាត់ឲ្យមកលេងអញ្ចឹងណាហ្នឹងហើយអូខេ
អូខេវីដេអូនេះផ្ញើទៅជូនចាយប៊ីសង្ឃឹមថានឹងឃើញវីដេអូនេះហើយ ឲ្យគាត់មក ហ្នឹងហើយឲ្យគាត់មកជួយប្រម៉ូទណាហើយយើងនឹងតាក់ទងទៅចាយប៊ីបន្តហើយដើម្បីឲ្យគាត់មកលេងនៅទីនេះហើយជាពិសេសនាំអ្នកខេត្តយើងមកលេងនៅទីនេះបាទហើយរតនគិរីពីព្រោះកន្លែងនេះត្រជាក់ត្រជុំមែនតើហើយធម្មជាតិមានដើមឈើធំធំហើយមានទឹកមានអីហើយយើងនឹងធ្វើស្ពានជាពិសេសបាទហើយស្នំពោទៅកាន់យុវជនយើងដែលមានកម្លាំងបងប្អូនចង់ចូលរួមជាកម្លាំងក៏បានបងប្អូនចង់ចូលរួមជាថវិកាក៏បានបន្តិចបន្តួចបាទដើម្បីយើងទិញទឹកហូបណោះទឹកហើយនឹងអាហារសាមគ្គីเนาะ1000 2000 5000ក្តីតាមសទ្ធាបាទបើសិនជាបងប្អូនថាឥឡូវខ្ញុំអត់ចង់ចូលរួមលុយទេខ្ញុំចង់ចូលរួមជាកម្លាំងបងប្អូនអាចមកទីនេះបានបាទហើយបើសិនជាបងប្អូនថាឥឡូវខ្ញុំអត់មានពេលទៅទេអញ្ចឹងខ្ញុំចង់ចំណាយថវិកាខ្ញុំបន្តិចបន្តួចដើម្បីលើកទឹកចិត្តក្រុមបងទិញទឹកទិញអាហារសាមគ្គីរួមគ្នាអញ្ចឹងទៅបើសិនជាប្រកបចង់មកមានថាចំណាយពេលវេលាមកយើងស្វាគមន៍ជានិច្ចប៉ុន្តែ comment នៅក្នុងវីដេអូនេះបាទខ្ញុំនឹងដាក់ផុសក្នុង page ខ្ញុំផ្ទាល់ថ្ងៃដែលយើងចុះមកធ្វើអញ្ចឹងណាអូខេហ្នឹងហើយអញ្ចឹងយើងនឹងផុសនៅក្នុង page គាត់ផងដែរហើយខ្ញុំនឹងព្យាយាមផុសនៅក្នុង page ខ្ញុំផងដែរអញ្ចឹងអ្នកនរគ្នាអាចនឹង contact ទៅគាត់ទៅហើយចូល comment ឬក៏ចូល chat គាត់ទៅបងប្អូនចង់ចូលរួមឬក៏ចង់ចូលរួមជាថវិកាឬក៏ជាកម្លាំងបងប្អូនអាចមកបានអូខេហើយនៅពេលដែលទីតាំងនេះស្អាតគឺយើងមានកន្លែងអេកូទេសចរសម្រាប់ខេត្តយើងសម្រាប់ស្រុកយើងបាទអូខេសម្រាប់ភូមិភាគអេសានរបស់យើងអ្នកដែលនៅក្រៅខេត្តផ្សេងៗគាត់ចង់មកលេងអូខេយើងបង្កើតកន្លែងថ្មីមួយល្អមែនតើបាទសូមស្វាគមន៍ជានិច្ចបាទស្វាគមន៍ហើយបើសិនជារួចរាល់ចង់ដាក់កោះនេះជាកោះអីដែរបាទរមណីយដ្ឋានអេកូទេសចរនេះចង់ដាក់ឈ្មោះអីគេអានឹងអត់ទាន់យើងអត់ទាន់ដឹងទាន់តែយើងពិគ្រោះជាមួយក្រុមហ្នឹងហើយសម្រាប់ឈ្មោះលាក់សិនពីព្រោះយើងត្រូវការពិគ្រោះយោបល់ជាមួយនឹងចាស់ទុំនិងយុវជនហើយនឹងអ្នកដែលគាត់នៅទីនេះផ្ទាល់ណាបាទអរគុណច្រើនចំពោះវីដេអូនេះបាទ